សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះទៅក្រោយផ្ទះបន្តិចបេះននងបន្ទាប់ពីបេះននងហើយទៅរកបេះល្ពៅមានអីទេអ្នកចកាមានតាដាក់បេះបន្លែប្លុកក្រោយផ្ទះហ្នឹងយកទៅធ្វើម្ហូបល្ពៅយកទៅធ្វើផ្អែមនិយាយទៅល្ពៅមានអត្ថប្រយោជន៍ច្រើនណាស្លក៏បានឆាក៏បានយកធ្វើផ្អែមហូបក៏បានល្ពៅដែលលោកប៉ាខ្ញុំក៏ដាំផ្លែអើយផ្លែច្រើនណាស់ណាផ្លែធំប៉ុន្តែវាមិនស្មើគ្នាក៏មានល្មិចល្មក់ដែរនិយាយទៅល្ពៅធម្មជាតិវាមិនធំស្មើគ្នាអីទេមានធំមានតូចបើចង់ដល់ពេលនេះហើយក៏មានដាំតសក់ដាំអីមានអីទេមានបន្លែយើងដាំខ្លួនឯងបានរបស់ធម្មជាតិហូបចង់នងពៅល្ពៅលហុងបន្លែធម្មជាតិតាមស្រុកតាមភូមិយើងមានតែប៉ុណ្ណឹងធម្មជាតិពិតហើយតលាស់ធម្មជាតិវាធំអត់ស្មើគ្នាល្មិចល្មក់មានដើរនេះមានអីទេមានដើរបេះល្ពៅវាទុកធ្វើផ្អែមហូបទុកស្លកន្លែងនេះបេះបានធំស្មើគ្នាច្រើនផ្លែច្រើនហើយបានស្មើគ្នាធំស្មើគ្នាល្អនេះទុកធ្វើផ្អែមទុកធ្វើទឹកល្ពៅហូបល្ពៅនេះស្អិតល្អស្អិតឆ្ងាញ់និយាយទៅនៅផ្លែច្រើនបេះបានធំប៉ុនគ្នាម្នាក់ប៉ុនគ្នាហើយក៏មានអាតូចល្មិចល្មក់ដែរនិយាយទៅរបស់ធម្មជាតិវាអត់ស្មើគ្នាបានច្រើនទេប៉ុន្តែចឹងនិយាយថាលោកប៉ាគាត់ដាំឲ្យតែគាត់ដាំរបស់គាត់ដាំផ្លែណាវីដេអូនេះមានអីទេមានតែប៉ុណ្ណេះឯងបេះល្ពៅតិចទៀតចាំតែបេះល្ហុងបាយបាយអ្នកទាំងអស់គ្នាបើចង់បានបន្លែធម្មជាតិពិតណែមកផ្ទះខ្ញុំមកហូបទាំងអស់គ្នាមកចង់បានប្រមាណក៏បានដែរវីដេអូនេះមានតែប៉ុណ្ណឹងឯងបាយបាយជួបគ្នានៅពេលក្រោយវគ្គក្រោយទៀតវីដេអូក្រោយទៀត